គ្រប់ពេលដែលទៅលេងខេត្តសៀមរាបខ្ញុំជឿថាបងប្អូនទាំងអស់គ្នាប្រកាសជារំលងផ្សារបែបជនបទផ្សារបែបអ្នកស្រុកមួយនេះនៅឯម្ដុំស្រះស្រង់តែម្ដងជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំនាំបងប្អូនទាំងអស់គ្នាមកស្គាល់ផ្សារបែបជនបទផ្សារបែបអ្នកភូមិណាបងប្អូនដែលជាផ្សារបុរាណមួយនៅឯស្រះស្រង់ណាដែលគេអត់មានរើទៅណាទេគឺនៅនឹងរបៀបអ្នកភូមិជំនាន់មុនអញ្ចឹងទៅការលក់ដូរហើយបើនិយាយពីអាហារនៅនេះហ៎បងប្អូនធូរខ្លាំងមែនតែនតែម្ដងណាបងប្អូន ខ្ញុំមិននឹកស្មានថាបច្ចុប្បន្ននេះហើយនៅមានតម្លៃម្ហូបអាហារដែលធូរដល់ថ្នាក់នេះឯងគឺដូចដែលខ្ញុំញ៉ាំនេះគេហៅថាកាទៀវកាត់នេះណាមួយចានមានសាច់មានអីដូចជាតែ3,000រៀលទេបងប្អូនធូរខ្លាំងមែនទែនអញ្ចឹងបើសិនជាបងប្អូនចង់ញ៉ាំអាហារបែបអ្នកភូមិបែបអ្នកស្រុកបែបប្រចាំតំបន់តាមភូមិស្រុកនីមួយៗដូចនៅម្ដុំស្រះស្រង់នេះបងប្អូនអាចមកនៅពេលព្រឹកព្រលឹមម៉ោង6 7ក៏បានដែរនៅពេលដែលយើងងើបពីកន្លែងគេងម៉ោង5មកមើលស្រះស្រង់ មើលថ្ងៃរះនៅស្រះស្រង់អីចឹងណាម៉ោង6ម៉ោង7យើងចូលញ៉ាំអាហារនៅក្នុងផ្សារនេះក្បែរហ្នឹងតែម្ដងបងប្អូននិយាយទៅគឺឆ្ងាញ់ហើយតម្លៃធូរនិយាយទៅគឺឆ្ងាញ់បែបរសជាតិអ្នកភូមិណាហើយជារសជាតិដែលយើងធ្លាប់ញ៉ាំកាលពីទូចពីទូចបងប្អូននិយាយទៅគឺញ៉ាំហើយនឹកឃើញអារូបភាពកាលវ័យកុមារតែម្ដងបងប្អូនទាំងអស់គ្នាកុំភ្លេចមកញ៉ាំទាំងអស់គ្នាណាអរគុណជម្រាបលាបងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយៗបន្តទៀត